សូមជម្រាបសួរបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំសូមបង្ហាញពីរបៀបដំឡើងកម្មវិធី Microsoft Office 2010 ហើយយើងអាប់ដេតសម្រាប់ឆ្នាំ2025ហ្នឹងហើយសម្រាប់បងប្អូនដែលចង់យកកម្មវិធីទៅដំឡើងហើយដាក់ license ដោយខ្លួនឯងបងប្អូនអាចមើលវីដេអូនឹងបានហើយបងប្អូនអាចយកទៅអនុវត្តដំឡើងហើយនឹងដាក់ license ដោយខ្លួនឯងបានហើយបើសិនជាករណីបងប្អូនដំឡើងបានដាក់ license បានឬក៏បងប្អូនមានចម្ងល់ទាក់ទងនឹងការដំឡើងទាក់ទងនឹងការដាក់ license បងប្អូនអាចទំនាក់ទំនងឬក៏សាកសួរពួកយើងបន្ថែមទៀតបានសម្រាប់កម្មវិធី Microsoft Office ឆ្នាំ2010ហ្នឹងចឹងដើម្បីដំឡើងបានដំបូងបងប្អូនត្រូវ extract file WinRAR ហ្នឹងឲ្យចេញជា folder សិនណាចឹងយើងគ្រាន់តែមកស្ដាំហើយយកពាក្យ extract here ហ្នឹងមកហើយបន្ទាប់ពី extract file បានហើយវានឹងចេញទម្រង់ folder បែបនេះចឹងបងប្អូនគ្រាន់តែបើក folder ហ្នឹងមកហើយ file ដែលយើងត្រូវដំឡើងគឺបងប្អូនត្រូវស្វែងរកfile ដែលមានឈ្មោះថា setup.exe ហ្នឹងហើយបន្ទាប់មកទៀតបងប្អូនគ្រាន់តែមកស្ដាំហើយយើងយក open ហើយបន្ទាប់មកយើងចុចពាក្យ yes ហើយបន្ទាប់មកទៀតយើងចុចពាក្យ install now ហើយនៅពេលនោះបងប្អូនត្រូវធ្វើការរង់ចាំដើម្បីឲ្យកម្មវិធីដំឡើងឲ្យចប់នៅពេលនោះបងប្អូនអាចប្រើប្រាស់កម្មវិធី Word Excel PowerPoint បានហើយនៅពេលដែលដំឡើងចប់ខ្ញុំនឹងធ្វើការដាក់ license ចូលហើយសម្រាប់ license បើសិនជាបងប្អូនមានតម្រូវការចង់ប្រើប្រាស់ license បងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានហើយសម្រាប់ license ជាប្រភេទ license ដែលអាចប្រើប្រាស់បានរហូតអញ្ចឹងបងប្អូនមានតម្រូវការបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានហើយសម្រាប់ license ពួកយើងក៏មានការធានាជូនផងដែរអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់ដោយទំនុកចិត្តបានហើយបើសិនជាមានករណីបងប្អូនយក license ទៅប្រើហើយ license ហ្នឹងមានបញ្ហាវាមិនដំណើរការឬក៏វាខូច error អីហ្នឹងអញ្ចឹងបងប្អូនអាចធ្វើការទាក់ទងត្រឡប់មកកាន់ពួកយើងវិញបានអញ្ចឹងពួកយើងធ្វើការផ្លាស់ប្ដូរ license ថ្មីជូនបងប្អូនឲ្យគិតថ្លៃអាហ្នឹងសម្រាប់ license ដែលបងប្អូនយកទៅប្រើមានបញ្ហាអញ្ចឹងគ្រប់ license ទាំងអស់ពួកយើងមានការធានាជូនត្រឹមត្រូវអញ្ចឹងបងប្អូនអាចយកទៅប្រើប្រាស់ដោយមានទំនុកចិត្តបានហើយសម្រាប់ license តម្លៃសមរម្យអញ្ចឹងបងប្អូនអាចសាកសួរពួកយើងបន្ថែមទៀតបានសម្រាប់ទាក់ទងនឹង license ហើយទាក់ទងនឹងកម្មវិធីយើងមានច្រើនកម្មវិធីពេលឯទាក់ទងនឹង Office Word Excel PowerPoint ហ្នឹងយើងមានចាប់ពីឆ្នាំ2010ហ្នឹងទៅដល់ឆ្នាំ2024អញ្ចឹង license យើងមួយ license ហ្នឹងយើងអាចប្រើបានទាំងកម្មវិធី Word ទាំងកម្មវិធី Excel ទាំងកម្មវិធី PowerPoint ឬក៏ Outlook អញ្ចឹងបងប្អូនចំណាយលុយទិញតែម្ដងគឺបងប្អូនអាចយកទៅប្រើបានជារៀងរហូតអញ្ចឹងហើយទាក់ទងនឹងការដំឡើងបើសិនជាបងប្អូនពិបាកនឹងការដំឡើងពិបាកនឹងការដាក់ license បងប្អូនគ្រាន់តែទាក់ទងមកកាន់ពួកយើងហើយពួកយើងជួយដំឡើងហើយជួយដាក់ license ជូនបងប្អូនទាំងអស់គ្នាបានពីចម្ងាយអញ្ចឹងបងប្អូនមិនចាំបាច់យក computer មកជួបពួកយើងផ្ទាល់អញ្ចឹងពួកយើងអាចធ្វើការដំឡើងហើយដាក់ license ជូនបងប្អូនទាំងអស់គ្នាពីចម្ងាយបានតាមកម្មវិធី remote អញ្ចឹងពេលដែលដំឡើងហើយដាក់ license ជូនបងប្អូនរួចរាល់ហើយបងប្អូនអាចប្រើប្រាស់កម្មវិធីបានហើយបងប្អូនអាចទូទាត់ទឹកប្រាក់មកកាន់ពួកយើងតាមរយៈ
QR code ឬតាមរយៈកុំធនាគារណាមួយដែលបងប្អូនកំពុងតែប្រើបច្ចុប្បន្នហ្នឹងអញ្ចឹងវាមានភាពងាយស្រួលសម្រាប់បងប្អូនអរគ្នាអញ្ចឹងឲ្យតែបងប្អូនត្រូវការឬក៏មានតម្រូវការចង់ប្រើ license បងប្អូនអាចទាក់ទងមកកាន់ពួកយើងបានមិនថាបងប្អូននៅឆ្ងាយដល់ណាក៏បងប្អូនអាចយក license ទៅប្រើបានផងដែរចឹងនៅពេលដែលកម្មវិធីដំឡើងបងប្អូនត្រូវធ្វើការរងចាំតែទៅនឹងការដំឡើងលឿនឬយឺតក៏វាអាស្រ័យទៅលើកុំព្យូទ័ររបស់បងប្អូនអរគ្នាចឹងបើសិនជាកុំព្យូទ័របងប្អូនវាដំណើរការលឿនវាដើរស្រួលអញ្ចឹងទៅនឹងការដំឡើងក៏វាលឿនទៅតាមនឹងដែរចឹងបងប្អូនត្រូវធ្វើការរងចាំដើម្បីកម្មវិធីវាដំណើរការចប់ចឹងនៅពេលដែលកម្មវិធីដំឡើងចប់សពគ្រប់ហើយបងប្អូនគ្រាន់តែចុចពាក្យ close ខាងក្រោមនេះទៅឬក៏បងប្អូនអាចចុចខ្វែងខាងលើហ្នឹងក៏បានដែរហើយបន្ទាប់មកទៀតបងប្អូនអាចបើកកម្មវិធី Word ឬក៏ Excel ដើម្បីយើងធ្វើការដាក់ license ចូលអញ្ចឹងដើម្បីទៅស្វែងរកកម្មវិធី Word ឬក៏ Excel នឹងបានបងប្អូនអាច search បងប្អូនវាយពាក្យ Word មកអញ្ចឹងកាលណាបងប្អូនវាយពាក្យ Word ហើយវានឹងបង្ហាញនៅខាងលើនេះអញ្ចឹងបងប្អូនអាចរើសយកពាក្យ Open File Location មកហើយដើម្បីយើងទាញកម្មវិធី Word Excel ហ្នឹងយកទៅដាក់នៅលើ desktop អញ្ចឹងហ្នឹងទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនដល់គ្នាហើយបើសិនជាបងប្អូនមិនចង់ទាញដាក់លើ desktop ក៏បានដែរអញ្ចឹងបើសិនជាបងប្អូនដើម្បីឲ្យមានភាពងាយស្រួលថ្ងៃក្រោយយើងស្វែងរកហើយមិនចាំបាច់search ច្រើនដងបងប្អូនអាចទាញយកដាក់លើ desktop ទៅវាងាយស្រួលដែរយើងត្រូវការប្រើអញ្ចឹងយើងគ្រាន់តែមើលនៅលើ desktop ទៅយើងគ្រាន់តែចុចបើកទៅយើងអាចប្រើប្រាស់បានអញ្ចឹងវាលឿនមួយកម្រិតដែរអញ្ចឹងដើម្បីដាក់ license បានបងប្អូនអាចបើកកម្មវិធី Word មកឬក៏ Excel ក៏បានបងប្អូនបើកមកហើយបន្ទាប់មកកាលណាដែលកម្មវិធីបងប្អូនអត់មាន license វានឹងចេញទម្រង់ Windows មកបែបនេះអញ្ចឹងផ្ទៃខាងលើហ្នឹងវាចេញបន្ទាត់ពណ៌ក្រហមហ្នឹងមានថាកម្មវិធីហ្នឹងវាអត់មាន license ឬក៏កម្មវិធីហ្នឹងវា expire អញ្ចឹងដើម្បីធ្វើការនៅលើកម្មវិធីហ្នឹងបានបងប្អូនត្រូវតែស្វែងរក license យកមកដាក់អញ្ចឹងมันអាចប្រើប្រាស់កម្មវិធីហ្នឹងបន្តទៀតបានអញ្ចឹងបើសិនជាបងប្អូននៅតែព្យាយាមប្រើទាំងកម្មវិធីហ្នឹងវា expire វាផុតកំណត់អញ្ចឹងកម្មវិធីហ្នឹងវានឹង error វានឹងខូចនៅថ្ងៃណាមួយអញ្ចឹងកាលណាដែលវាខូចវា error អញ្ចឹងបើសិនជាបងប្អូនមានការងារច្រើនរវល់ច្រើនបញ្ញាប់ប្រើអញ្ចឹងអាហ្នឹងវាធ្វើឲ្យរំខានដល់ការងាររបស់យើងវាខាតបង់ពេលវេលាច្រើនអញ្ចឹងតើតង license បងប្អូនចង់បាន license អាចប្រើបានរហូតបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបានអញ្ចឹងដើម្បីដាក់ license បានបងប្អូនមើលពាក្យខ្លែង change product key ហ្នឹងបងប្អូនរកយកមកចុចលើពាក្យ change product key មកហើយបើសិនជាវា load ឲ្យយើងដាក់ license key ចូលបងប្អូនអាចមើលកន្លែង file នេះជ្រុងលើនេះហើយតមកទៀតបងប្អូនមើលកន្លែងនេះ help ហើយបន្ទាប់មកនេះកន្លែង change product key ហ្នឹងហើយបន្តមកទៀតបងប្អូនcopy license key មកពេលដែលបងប្អូនទិញពួកយើងផ្ញើ license key ជូនអញ្ចឹងបងប្អូនគ្រាន់តែ copy license key មកបងប្អូនយកមកផាសចូលនៅក្នុងប្រអប់កន្លែង change product key ហ្នឹងមកហើយដើម្បីផាស license key ចូលបានបងប្អូនគ្រាន់តែ control V នៅលើ keyboard ហ្នឹងហើយបន្ទាប់មក
បងប្អូនគ្រាន់តែចុចនៃពាក្យ continue ទៅហើយបន្តមកទៀតយើងចុចនៃ install now ដើម្បី install នៃ license key នឹងចូលហើយបន្ទាប់មកបងប្អូនធ្វើការរងចាំដើម្បីឲ្យការដំឡើង license key ចូលហ្នឹងវាដំណើរការចប់ទៅហើយនៅពេលដែលវាដំឡើងចប់សពគ្រប់ហើយវាគេដាក់ថា complete ហ្នឹងមានថាយើងបានដាក់ license ចូលរួចរាល់ហើយអញ្ចឹងបងប្អូនគ្រាន់តែចុច close ទៅហើយជំហានបន្ទាប់មកទៀតបងប្អូនអាចបិទកម្មវិធីនេះ Word ឬ Excel នឹងសិនហើយជំហានបន្ទាប់មកទៀតយើងចុចបើកកម្មវិធីនឹងសារថ្មីបន្ទាប់ពីយើងបើកកម្មវិធីនឹងសារថ្មីហើយវានឹងលោតទាំង Windows ថ្មីមកមួយទៀតអញ្ចឹងវាឲ្យជំរើសយើង2អញ្ចឹងបងប្អូនที่យកខាងលើគេបង្អស់មកហើយបន្ទាប់មកបងប្អូនក៏ចុចពាក្យ next មកហើយបន្ទាប់មកយើងចុច yes ហើយបន្តមកទៀតបងប្អូនធ្វើការរងចាំនៅពេលដែលដាក់ license ចូលបងប្អូនត្រូវធ្វើការភ្ជាប់ Wi-Fi ឬភ្ជាប់អ៊ីនធឺណិតផងដើម្បីឲ្យ license យើងវាមានទំនាក់ទំនងគ្នាជាមួយនឹងក្រុមហ៊ុនរបស់ Microsoft អញ្ចឹងកាលណាដែលបងប្អូនអត់ភ្ជាប់ Wi-Fi អត់ភ្ជាប់អ៊ីនធឺណិតអញ្ចឹងការដាក់ license របស់យើងគឺអត់ទទួលបានជោគជ័យទេអញ្ចឹងទាមទារបងប្អូនធ្វើការភ្ជាប់ Wi-Fi ឬភ្ជាប់អ៊ីនធឺណិតកាលណាដែលវាចេញ status បែបនេះមានន័យថាយើងដាក់ license ទទួលបានជោគជ័យអញ្ចឹងបងប្អូនអាចចុចខ្វែងឬក៏ចុច close ហើយបន្តមកទៀតយើងបិទកម្មវិធី Word ឬ Excel យើងមួយសារទៀតហើយយើងត្រឡប់មកបើកសារថ្មីហើយបងប្អូនចំណាំមើលកាលណាដែលកម្មវិធីយើងមាន license គឺអាផ្ទាំងឬក៏បន្ទាត់ពណ៌ក្រហមនៅលើហ្នឹងគឺវាលែងមានទៀតហើយអញ្ចឹងបងប្អូនអាចចូលមកផ្ទាំងបន្ទាត់មើលបងប្អូនគ្រាន់តែចុចលើពាក្យ file ហើយបន្ទាប់មកបងប្អូនយកពាក្យ help ហើយបងប្អូនអាចផ្ទៀងទៀតមើលបើសិនជាវិស័យវាបង្ហាញឬ status វាបង្ហាញថា product activated ហើយអាហ្នឹងមានន័យថាកម្មវិធីរបស់យើងគឺ full version ហើយយើងអាចប្រើប្រាស់កម្មវិធី Word Excel PowerPoint ហ្នឹងបានអញ្ចឹងសម្រាប់ការដំឡើងហើយដាក់ license Office 2010ហ្នឹងដែលពួកយើងអាប់ដេតជូនបងប្អូនដល់គ្នាសម្រាប់ឆ្នាំ2025ហ្នឹងគឺមានប៉ុណ្ណឹងអញ្ចឹងបើសិនជាបងប្អូនមានចម្ងល់ទាក់ទងនឹងកម្មវិធីទាក់ទង license បងប្អូនចង់បានកម្មវិធីចង់បាន license យកទៅដំឡើងខ្លួនឯងបងប្អូនអាចធ្វើការទាក់ទងមកកាន់ពួកយើងបាន